ជំរាបសួរបងប្អូនទាំងគ្នាបាទបងប្អូនខ្ញុំសូមណែនាំដីមួយប្លង់បងប្អូនណាបាទប្រភេទដីដែលយើងអាចសាងសង់នៅឋានបានបងប្អូនដីនេះបាទដីនេះចំណុចកែងបងប្អូនណានេះខ្ញុំប្រចាំចំនេះបាទយើងកែងផ្លូវភ្លឺភ្លោះនេះមួយបាទផ្លូវភ្លឺភ្លោះនេះបាទទំហំ3ម៉ែត្រហើយនឹងកែងផ្លូវភូមិរបស់យើងនេះបាទផ្លូវភូមិនេះផ្លូវភូមិបាទខ្ញុំប្រចាំទៅនឹងគឺឡើងទៅផ្លូវ41បាទហើយឡើងទៅលិចយើងឡើងទៅផ្លូវលេខ145ហើយចេញទៅផ្សារស្លាប់ដែងដូចគ្នាបាទហើយនេះទីតាំងដីរបស់យើងណានេះស្រែមួយហ្នឹងបងប្អូនណាបាទស្រែនេះគឺមានទំហំក្បាលដី24ម៉ែត្របាទបដោយទៅភ្លឺខាងក្រោយហ្នឹងបងប្អូនណាដល់បដោយប្រហែលជាបាទ45ម៉ែត្របងប្អូនណា45ម៉ែត្របាទដីស្រែមួយហ្នឹងបងប្អូនណាហើយទីតាំងយើងហ្នឹងគឺយើងអាចសាងសង់លំនៅឋាននោះនៅបានបងប្អូនណាបាទនៅក្នុងភូមិទេបាទនៅជុំវិញដីរបស់យើងហ្នឹងបាទខាងមុខខាងឆ្វេងដៃខាងស្រាំដៃគឺមានផ្ទះបងប្អូនប្រជាពលរដ្ឋនៅជុំវិញទាំងអស់នេះទីតាំងដីរបស់យើងបងណាបាទយើងទិញហើយយើងអាចសាងសង់លំនៅឋានបានភ្លាមតែម្ដងបាទខ្ញុំប្រចាំងទិដ្ឋភាពមកជុំបាទនេះនៅទល់មុខផ្ទះវិឡានេះបងណាទីវិឡានេះជាប្រភេទដីប្លង់រឹងណាបងប្អូនបាទប្លង់រឹងស្រាប់ទំហំសរុបនៅលើប្លង់របស់យើងគឺ1021ម៉ែត្រការ៉េបាទក្បាលដី25ម៉ែត្របងណានៅខាងមុខដីរបស់យើងនេះយើងមានបលាយទូចមួយដែរបាទយើងដាក់លូមកយើងអាចប្រើប្រាស់អាស្រ័យផលនៅលើបលាយទៀតអញ្ចឹងផ្លូវមុខដីយើងកាន់តែធំទៅមានទឹកស្អាតមានភ្លើងរត់នៅមុខដីស្រាប់បងប្អូនណាបាទយើងទិញហើយយើងសាងសង់ផ្ទះបានភ្លាមទិសដៅខាងនេះយើងឡើងទៅប្រហែលជាដី2គីឡូដីជាងទៀតយើងឡើងទៅដល់ផ្លូវ41ចំគីឡូម៉ែត្រលេខ36បងប្អូនខាងត្បូងផ្សារស្លាប់លែងបន្តិចឯងបាទអញ្ចឹងបើយើងធ្វើដំណើរទៅផ្សារស្លាប់លែងប្រហែលជា4គីឡូដីទេបាទពីទីតាំងដីទៅបងប្អូនណាហើយនៅខាងក្រោយដីយើងនេះយើងមើលឃើញចំភ្នំនេះគឺផ្លូវ145បងប្អូនណាដែលចេញពីផ្សារស្លាប់លែងឆ្ពោះទៅផ្លូវជាលេខ4ត្រឹមផ្សារតាពាំងព្រលឹងបាទអញ្ចឹងយើងចេញពីទីតាំងដី